ទោះត្រូវចំណាយពេលវេលាយូរកម្ពុជាបន្តឈរលើភាពត្រឹមត្រូវនិងយ៉ាងសកម្មតាមយន្តការការទូតនិងច្បាប់អន្តរជាតិក្នុងបបផែនការពារបូរណភាពទឹកដីនិងប្រជាជន Valuable additions to the existing international organizations is occupy all of this with the container and the barbed wire. This is why we say the occupation is សមរភូមិប្រយុទ្ធក្តៅកគុករវាងកម្ពុជានិងថៃបានបញ្ចប់ក៏ពិតមែនប៉ុន្តែបទឈប់បាញ់នៅតែមានលក្ខណៈផុយស្រួយនៅឡើយនោះក៏ព្រោះតែភាគីថៃមិនគោរពស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025មិនគោរពច្បាប់អន្តរជាតិបន្តរំលោភបំពានបំផ្លិចបំផ្លាញផ្ទះសម្បែងលួចយកទ្រព្យសម្បត្តិពលរដ្ឋកម្ពុជានិងលុកលុយចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាដោយដាក់រីបន្លាលួសទូកុងតឺន័រកាន់កាប់ទីតាំងទាំងនោះផងជាប្រទេសស្រឡាញ់សន្តិភាពកម្ពុជាបាននឹងកំពុងបន្តសកម្មភាពកាន់តែខ្លាំងនៅក្នុងការប្រើប្រាស់យន្តការការទូតប្រកបដោយភាពច្បាស់លាស់និងម៉ឺងម៉ាត់ក្នុងបំណងតែមួយគត់គឺដើម្បីបញ្ចប់សង្គ្រាមនិងនាំសន្តិភាពពិតប្រាកដមួយជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនមកវិញនិងធានាថាប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញប្រកបដោយសេចក្តីថ្លៃថ្នូរគេនៅចាំបានថាកាលពីឆ្នាំ1554ថៃធ្លាប់លើកទ័ពចូលមកកាន់កាប់និងអះអាងប្រាសាទព្រះវិហារជារបស់ខ្លួនក៏ប៉ុន្តែនៅទីបំផុតតាមរយៈយន្តការការទូតរបស់សម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋដោយការជ្រើសរើសយកច្បាប់អន្តរជាតិកម្ពុជាបានឈ្នះក្តីលើប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិនាថ្ងៃទី15ខែមិថុនាឆ្នាំ1962ហើយតុលាការអន្តរជាតិបានបង្គាប់ឲ្យថៃត្រូវទម្លាក់ទង់ជាតិរបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារយ៉ាងអាម៉ាស់បំផុតយើងក៏រឹតតែចងចាំមិនភ្លេចទៀតនោះទេគឺសម័យតេជោក៏បានយកយុទ្ធសាស្ត្រការទូតដើម្បីតតាំងជាមួយការប៉ុនប៉ងឈ្លានពានជាថ្មីពីសំណាក់យោធាថៃមកលើតំបន់ប្រាសាទព្រះវិហារកាលពីឆ្នាំ2007ជាលទ្ធផលនៃយុទ្ធសាស្ត្រការទូតនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការយុត្តិធម៌អន្តរជាតិ ICJ បានចេញសាលដីកាថ្មីបកស្រាយសាលក្រមឆ្នាំ1962ដោយទទួលស្គាល់ថាផ្ទៃដីជុំវិញប្រាសាទព្រះវិហារគឺតំបន់ 4.6 គីឡូម៉ែត្រការ៉េគឺជាកម្មសិទ្ធិរបស់កម្ពុជាហើយបញ្ជាឲ្យទ័ពថៃដកចេញពីតំបន់ប្រាសាទព្រះវិហារយ៉ាងអាម៉ាស់ម្ដងទៀតនោះដែលនេះគឺជាជ័យជំនះផ្នែកច្បាប់ដ៏សំខាន់របស់កម្ពុជានេះជាសកម្មភាពជាក់ស្ដែងដែលកម្ពុជាជាច្រើនជំនាន់តមកដល់សម័យតេជោធិបតីនៅតែបន្តជ្រើសរើសយន្តការច្បាប់អន្តរជាតិដើម្បីតតាំងយ៉ាងសកម្មនិងឃ្លាវខ្លាក្នុងបបផែនការពារបូរណភាពទឹកដីនិងប្រជាជនពលរដ្ឋកម្ពុជាមានមោទនភាពចំពោះសកម្មភាពការទូតដ៏ខ្លាំងក្លារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាជាប្រទេសតូចប្រជាជនតិចមិនមានផលប្រយោជន៍សេដ្ឋកិច្ចធំឲ្យទៅប្រទេសធំលើពិភពលោកក៏ប៉ុន្តែនយោបាយការទូតដ៏ខ្លាំងក្លាយ៉ាងសកម្មនិងច្បាស់លាស់របស់កម្ពុជាមិនធម្មតានោះឡើយការទូតសកម្មរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យផ្អើលដល់ពិភពលោកចូលរួមឈឺឆ្អាលនិងបន្តតាមដានចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃមកលើកម្ពុជាជាក់ស្ដែងតាមរយៈសកម្មភាពការទូតយ៉ាងសកម្មនៅសហរដ្ឋអាមេរិកនិងនៅតំបន់អឺរ៉ុបរបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលថ្មីៗនេះនិងតាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានល្បីៗលំដាប់ពិភពលោកបានធ្វើឲ្យសហគមន៍អន្តរជាតិបានយល់ដឹងកាន់តែច្បាស់និងយ៉ាងទូលំទូលាយអំពីការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃនិងយល់កាន់តែច្បាស់ពីជំហរចង់បានដំណោះស្រាយដោយសន្តិវិធីរបស់កម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិជាការពិតណាស់អ្វីដែលកម្ពុជាបាននឹងកំពុងធ្វើគឺខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានៅដំណោះស្រាយប្រកបដោយប្រសិទ្ធភាព
និងរយៈពេលយូរសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋដូច្នេះសូមប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេសបន្តរួបរวมសាមគ្គីជាតិខ្មែរបន្តគាំទ្រប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងការជ្រើសរើសនិងប្រើប្រាស់យន្តការការទូតនិងច្បាប់អន្តរជាតិក្នុងការទាមទារនិងការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើង